ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះខ្ញុំសូមអនុញ្ញាតធ្វើការចេញនៅវីដេអូឃ្លីបមួយបញ្យល់អំពីកិច្ចសន្យាចូលជាសមាជិករបស់សហគមន៍ដែលពុកម៉ែបងប្អូនតែងតែសួរនាំឲ្យខ្ញុំហើយពេលខ្លះខ្ញុំអត់បានបង្ហាញបងប្អូនបញ្យល់បងប្អូនឲ្យបងប្អូនច្បាស់ណាអូខេឥឡូវខ្ញុំបញ្យល់ជាវីដេអូតែម្ដងតោះអញ្ចឹងបងប្អូនកុំឲ្យខាត់ពេកច្រើនខាងលើនេះគឺជាប្រជាជាតិកម្ពុជាជាសាសនាព្រះមហាក្សត្របាទហើយនេះគឺជា logo របស់សហគមន៍កសិកម្មមាត់ខ្មែររបស់យើងបងប្អូនបាទដែលមានរូបតំណាងមនុស្ស3នាក់បាទកាន់ដៃគ្នាបាទអញ្ចឹងខាងលើកិច្ចសន្យានេះខ្ញុំមិនបាច់អានទេបងប្អូនណាបាទបងប្អូនអាចមើលបានតកតងទៅនឹងខាងសហគមន៍ដែលយើងមានទីតាំងអាស័យដ្ឋានទៅហៅកាត់ថាភាគីកបន្ទាប់មកនឹងឈ្មោះបាទភេទបាទអាយុឆ្នាំបាទមានថាអាយុប្រហែលឆ្នាំនេះទៅសជាតិខ្មែរទូនាទីជាសមាជិកសហគមន៍កាន់អត្តសញ្ញាណបានលេខប៉ុន្មាននេះទៅអាស័យដ្ឋាននៅខាងណាភូមិអីស្រុកអីចឹងទៅណាបងប្អូនហើយជាភាគីម្ចាស់ភាគហ៊ុនហៅកាត់ថាភាគីខបាទអញ្ចឹងភាគីទាំងពីរបានព្រមព្រៀងគ្នានៅលក្ខខណ្ឌដូចខាងក្រោមបាទប្រការមួយភាគីកបានព្រមព្រៀងឲ្យភាគីខធ្វើការចូលជាសមាជិករបស់ភាគីកហើយភាគីខទទួលបានប្រាក់ចំណេញចំនួន 10% នៃចំនួនទឹកប្រាក់ដែលលក់ផលិតផលសហគមន៍បានគឺភាគីខត្រូវគ្រប់គ្រងเพจរបស់ភាគីកលក់ចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 10 យប់ឬក៏ធ្វើការលើសពីនេះក៏បានអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្យល់ដោយសង្ខេបប្រាប់បងប្អូនណាអញ្ចឹងកន្លែងនេះបងប្អូនយកគេហៅថាតំណែងសហគមន៍ដែលបងប្អូនដាក់ភាគហ៊ុនហើយហ្នឹងគឺបងប្អូនអាចយកតំណែងសហគមន៍ស្មើនឹងចំនួនទឹកប្រាក់ដែលបងប្អូនបានដាក់ភាគហ៊ុនឬក៏ជាវភាគហ៊ុនឧទាហរណ៍ថ្ងៃហ្នឹងបងប្អូនលក់បាន$100បងប្អូនបាន$10បងប្អូនលក់បាន$500បាន$50អញ្ចឹងទៅអញ្ចឹងបងប្អូនលក់មួយថ្ងៃបាន$1000ឧបមាថាគេទិញកូនមន់1000កូនអញ្ចឹងបងប្អូនតំណែងអតិថិជននឹងគាត់ទិញអញ្ចឹងមានន័យថាសហគមន៍ផ្ដល់ជូនបងប្អូនគឺ 10% អញ្ចឹង 10% នៃចំនួនទឹកប្រាក់ដែលបងប្អូនលក់បានអញ្ចឹងមានថាបើក្បាល$1 1000វាស្មើនឹង$1000ចឹងយើងគិត 10% ស្មើនឹង$100អញ្ចឹងបងប្អូនទទួលបានគឺការគ្រប់គ្រង page ឆ្លើយតបទៅកាន់អតិថិជនចន្លោះពីម៉ោង 7 ដល់ម៉ោង 10 យប់មិនមែនបានន័យថាធ្វើការជួបគ្នាអត់សម្រាប់ទេបងប្អូនណាម៉ោង 10 យប់ហ្នឹងណាបងប្អូនឃើញអ្នកណាគាត់ឆាតបងប្អូនណាគាត់ឆាតមកគឺបងប្អូនតប page ជូនគាត់តែម្ដងឬក៏ធ្វើការលើពីនេះណាបងប្អូនណាតោះអញ្ចឹងបន្តទៅទៀតប្រការ2ភាគីកជួយបង្រៀនពីវិធីលក់បានន័យថាសហគមន៍ជួយបង្រៀនបងប្អូនពង្រឹងសមត្ថភាពជារៀងរាល់មួយសប្តាហ៍មួយដងឬពីរដងដល់ទីតាំងរបស់ភាគីកជាប្រចាំខែមានន័យថាចុះម្ដងឬពីរដងជាប្រចាំខែហើយភាគីកត្រូវធ្វើការលក់ឲ្យទាន់ពេលវេលានិងទទួលបានសេវាដឹកជញ្ជូនណាមានន័យថាសេវាកម្មដឹកជញ្ជូនអីវ៉ាន់ផ្សេងៗរបស់ភាគីករបស់សហគមន៍បងប្អូនណាអញ្ចឹងបងប្អូនទទួលបានថ្លៃដឹកបន្ថែមទៀតណាពីលើតកតងតំណែងភាគរយបងប្អូនបាទពីលើ 10% នេះពីលើ 10% គឺបានសេវាដឹកជញ្ជូនពីសហគមន៍ទៀតបាទអញ្ចឹងប្រការ3ការទូទាត់ប្រាក់ចំណេញពីការលក់បានត្រូវធ្វើឡើងជារៀងរាល់ថ្ងៃនិងភាគីកលក់បានប្រចាំថ្ងៃមានន័យថាបងប្អូនលក់បានថ្ងៃហ្នឹងឧទាហរណ៍លក់បានកូនមន់1000កូនបាន$100គឺសហគមន៍បាញ់លុយចំណេញជូនបងប្អូនក្នុងថ្ងៃហ្នឹងតែម្ដងអត់ទុកស្អែកទេណាបងប្អូនបាទអូខេប្រការ4ចំណុច1ភាគីកមិនត្រូវទិញផលិតផលផ្សេងៗរបស់អ្នកដទៃមកលក់ឲ្យអតិថិជនឬសមាជិករបស់ភាគីកជាដាច់ខាតកន្លែងហ្នឹងសំខាន់ណាបងប្អូនណាពីព្រោះបងប្អូនចូលសមាជិកសហគមន៍អីស្រាប់តែទិញផលិតផលផ្សេងមកលក់គាត់ទិញកូនមន់អ្នកផ្សេងឬក៏ក្រៅសមាជិកមកលក់មានន័យថាអត់មានភាពសាមគ្គីគ្នាក្នុងសហគមន៍ទេអញ្ចឹងសហគមន៍យើងសូមធ្វើការមិនអនុញ្ញាតឲ្យបងប្អូនធ្វើទេណាព្រោះយើងរួមគ្នាផលិតរួមគ្នាលក់ក្នុងសហគមន៍បានយើងរីកចម្រើនទាំងអស់គ្នាហើយយើងចូលសហគមន៍យើងទៅទិញអ្នកផ្សេងយកមកលក់ឲ្យគេចំណេញហ្នឹងបាទអញ្ចឹងគឺអត់ធ្វើអញ្ចឹងទេអូខេអញ្ចឹងចំណុច2នៃប្រការ4ហ្នឹងក្នុងករណីភាគីខអនុវត្តខុសពីប្រការ4ចំណុច1ខាងលើហ្នឹងមានន័យថាខាងលើនេះចំណុច1ហ្នឹងបាទឬភាគីខកែប្រែចិត្តឈប់ធ្វើការងារឲ្យភាគីកនោះភាគីខត្រូវសងថ្លៃខូចខាតឲ្យទៅភាគីកដោយមិនទាមទារចំនួនទឹកប្រាក់ឬក៏ចំនួនប្រាក់ភាគរយលក់បានពីភាគីកនោះទេអញ្ចឹងមានថាបងប្អូនសងថ្លៃខូចខាតឲ្យសហគមន៍មានថាបងប្អូនអត់ទាមទារភាគរយពីសហគមន៍ទេបានន័យថាសហគមន៍មិនឲ្យភាគរយបងប្អូនទេណាអត់មែនទៅបងប្អូនសងលុយកប៉ាខ្លួនឯងទេកន្លែងហ្នឹងណាបងប្អូនណាបងប្អូនតើហ្នឹងអូខេអញ្ចឹងបន្តមកទៀតប្រការ5ចំណុច1ភាគីខស្ម័គ្រចិត្តជាវភាគហ៊ុនចំនួន1ហ៊ុនស្មើនឹងទឹកប្រាក់$1000ជាកំណត់របស់ភាគីកអញ្ចឹងមានថា1ហ៊ុនក្នុងសហគមន៍គឺ$1000បងប្អូនណាបាទចំណុច2ករណីទី2ភាគីខអនុវត្តមិនបានតាមប្រការ5ចំណុច1ខាងលើនេះទេគឺភាគីខមិនយកប្រាក់ភាគរយលក់បានមានថាលក់បានពីភាគីកនោះទេមកចុះឥឡូវនេះចែកច្បាស់ហើយបងប្អូនណាអូខេអញ្ចឹងបន្តចុងក្រោយប្រការ6មានប្រការ7ទៀតបងប្អូនបាទប្រការ6គឺនិយាយពីភាគីទាំងពីរយល់ព្រមអំពីខ្លឹមសារបាទទាំងឡាយបាទយល់ដែលមានចែងក្នុងកិច្ចសន្យានេះហើយព្រមព្រៀងផ្តិត
ស្នាមេដាក់ម្រាមដៃដើម្បីជាសក្ខីភាពចំពោះមុខច្បាប់កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរមានចំនួន3ច្បាប់រក្សាទុកនៅភាគីកមួយច្បាប់ភាគីខមួយច្បាប់និងតម្កល់ទុកនៅការិយាល័យមេធាវីរបស់សហគមន៍កសិកម្មខ្មែរមួយច្បាប់អូខេបងប្អូនណាចឹងយើងមាន3ច្បាប់ប្រការ7កិច្ចសន្យានេះមានសុពលភាពអនុវត្តរយៈពេល1ឆ្នាំគិតចាប់ពីថ្ងៃផ្តិតមេដៃឬហត្ថលេខាក្នុងករណីភាគីណាមួយមិនអនុវត្តមិនបានត្រឹមត្រូវឬតាមខ្លឹមសារនៃកិច្ចសន្យានេះទេភាគីនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានមានន័យថាខ្ញុំអត់ឲ្យភាគរយបងប្អូនអញ្ចឹងខ្ញុំត្រូវទទួលខុសត្រូវមុខច្បាប់ហើយបងប្អូនលក់បានត្រូវបានភាគរយខ្ញុំអត់ឲ្យអញ្ចឹងណាបាទអញ្ចឹងភាគហ៊ុនដែលបងប្អូនដាក់មកគឺខ្ញុំឲ្យជាផលិតផលទៅបងប្អូនទៅស្តុកនៅផ្ទះដើម្បីធ្វើការលក់តែម្ដងហើយកន្លែងខាងក្រោមនេះគឺយើងធ្វើនៅរាជធានីភ្នំពេញថ្ងៃខែឆ្នាំចឹងមកបងប្អូនណាហើយផ្តិតមេដាយខាងសហគមន៍ហត្ថលេខាហើយយើងមានមេធាវីប្រថាប់ត្រាចឹងទៅណាអូខេចឹងមានប៉ុណ្្នឹងទេបងប្អូនអកិច្ចសន្យាតេតតចូលជាសមាជិកសហគមន៍បាទអញ្ចឹងសូមអរគុណនិងសូមគោរពជំរាបលាអរគុណច្រើនបងប្អូនអរគ្នាបាទ